everyone, welcome to today's English lesson. In this video, we will learn an English paragraph about my best friend writing. I will read the English paragraph, translate into Khmer, and explain important vocabulary step by step for you. And this video is suitable for students who want to improve English speaking, reading, and vocabulary. And don't forget to like, share, and subscribe for more English lessons. In this lesson, we have 5 points for today. The first, English reading practice, Khmer translation, vocabulary explanation, speaking practice, easy English for beginners. Let's start with vocabulary first. The first one is best friend. Best friend មិត្តល្អបំផុត friendly 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 មានន័យថារួសរាយរាក់ទាក់ចំពោះមិត្តភក្តិយើងអញ្ចឹងមានន័យថាយើងមានភាពរួសរាយរាក់ទាក់ចំពោះមិត្តភក្តិដែលយើងមានឬក៏បងប្អូនក្រុមគ្រួសារឬក៏សាច់ញាតិបាទ honest 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 គឺស្មោះត្រង់គឺយើងស្មោះត្រង់ចំពោះនរណាគេម្នាក់ដូចជាអ្នកដែលជួយវិញខ្លួនយើងជាដើម helpful 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 មានប្រយោជន៍ជួយគេ support support គាំទ្រអូខេអញ្ចឹងពាក្យនេះដូចយើងត្រូវបានរៀនហើយvocabulary ដូចនៅវីដេអូមុននៅវីដេអូទី2អ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូរបស់យើងបាន encourage 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 លើកទឹកចិត្ត relationship relationship ទំនាក់ទំនង understanding understanding ការយល់ចិត្ត advice advice ដំបូន្មាន confident confident ទំនុកចិត្ត memories 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 អនុស្សាវរីយ៍ចឹងនៅពេលដែល memory មាន s ពីក្រោយយើងអាចនិយាយបានថាវាជាអនុស្សាវរីយ៍ដែលមានច្រើនបំផុតថាអនុស្សាវរីយ៍ក្នុងពេលដើរលេងអនុស្សាវរីយ៍នៅក្នុងការធ្វើដំណើរកម្សាន្តជួបជុំគ្រួសារឬក៏អ្វីទេវាជាអាចនិយាយបានថាជាអនុស្សាវរីយ៍ដែលមានច្រើនដែលយើងអាចរាប់អស់ណាអញ្ចឹងគេថែម s នៅពីខាងក្រោយ respect 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 គោរព trustworthy 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 ន័យថាគួរឲ្យទុកចិត្ត hard working hard working មានន័យថាខិតខំប្រឹងប្រែងដូចជាខិតខំប្រឹងប្រែងក្នុងការធ្វើការអញ្ចឹងណា together 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 មានន័យថាជាមួយគ្នាអញ្ចឹងពីនេះដូចយើងត្រូវបានរៀនម្សិលមិញហើយយើងគ្រាន់តែដាក់មកដើម្បីជាពាក្យមួយដែលយើងប្រើនៅក្នុង writing ហ្នឹងហើយនឹងដើម្បីរំលឹកអ្នកទាំងអស់គ្នាផងដែរតោះ let's start next it says my best friend let's start read about writing with me my best friend is the person I trust and care about the most មានន័យថាមិត្តល្អបំផុតរបស់ខ្ញុំគឺជាមនុស្សដែលខ្ញុំទុកចិត្តនិងយកចិត្តទុកដាក់បំផុត His name is David and we have been friends for many years គាត់មានឈ្មោះថា David ហើយពួកយើងគឺជាមិត្តនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ He is very friendly
honest and helpful to everyone around him គាត់មានភាពរុះរាយរាក់ទាក់ស្មោះត្រង់និងចូលចិត្តជួយអ្នកដទៃ Okay we study in the same school and often spend time together after class ពួកយើងរៀននៅសាលាជាមួយគ្នាប្រហែលតែងតែចំណាយពេលជាមួយគ្នាបន្ទាប់ពីរៀនចប់ចឹងអត់ទៅពេលដល់ម៉ោងចេញលេងឬក៏ពេលរៀនដល់ម៉ោងទៅផ្ទះគឺគាត់តែចំណាយពេលជាមួយគ្នា Whenever I have problems he always listen to me and give me a good advice រាល់ពេលដែលខ្ញុំមានបញ្ហាគាត់តែងតែស្ដាប់និងផ្ដល់នូវដំបូន្មានល្អHe also encourages me to work hard and never give up on my goal គាត់ក៏លើកទឹកចិត្តខ្ញុំឲ្យខិតខំប្រឹងប្រែងនិងកុំបោះបង់គោលដៅរបស់ខ្ញុំឡើយ One thing I admire most about him is his kindness and understanding អ្វីដែលខ្ញុំកោតសរសើរបំផុតអំពីគាត់គឺភាពចិត្តល្អនិងការយល់ចិត្ត Even when I make mistake he never laughs at me or become angry ទោះបីជាខ្ញុំធ្វើខុសក៏ដោយគាត់មិនដែលសើចចំអកឬក៏ខឹងខ្ញុំឡើយមានថាជាមិត្តល្អនឹងគ្នាគឺគេធ្វើបែបហ្នឹងទោះខុសតិចតួចក៏គេមិនប្រកាន់គ្នាដែរអូខេតោះទៀត Instead he helped me improve and become more confident ផ្ទុយទៅវិញគាត់ជួយឲ្យខ្ញុំកែលម្អខ្លួនហើយនឹងមានទំនុកចិត្តឲ្យកាន់តែច្រើន We enjoy doing many activities together such as playing football, studying and sharing funny stories ពួកយើងចូលចិត្តធ្វើសកម្មភាពជាច្រើនជាមួយគ្នាក៏ដូចជាលេងបាល់ការរៀនសូត្រនិងចែករំលែកនៅរឿងកំប្លែងជាមួយគ្នា Because of our strong friendship we understand each other very well ដោយសារតែមិត្តភាពដែលរឹងមាំនេះហើយដែលពួកយើងបានយល់ចិត្តគ្នាយ៉ាងល្អ I feel very lucky to have such a trustworthy and caring boyfriend in my life ខ្ញុំមានអារម្មណ៍ថាសំណាងនៅពេលដែលមានមិត្តល្អនិងគួរឲ្យទុកចិត្តបែបនេះនៅក្នុងជីវិតរបស់ខ្ញុំ I hope our friendship will last forever and continue to create many happy memories together ខ្ញុំសង្ឃឹមថាមិត្តភាពរបស់យើងនឹងស្ថិតស្ថេរជារៀងរហូតនិងបន្តបង្កើតអនុស្សាវរីយ៍ល្អៗរីករាយជាមួយគ្នាច្រើនទៀតអូខេអញ្ចឹងមេរៀនយើងគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងyou can comment about your friend name into my comment and tell about your friend អូខេអញ្ចឹងមេរៀនយើងគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងអ្នកទាំងអស់គ្នាអាច comment នៅឈ្មោះមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាក៏ដូចជាតើអ្នកចូលចិត្តមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នានៅត្រង់ចំណុចណាមិនចូលចិត្តនៅត្រង់ចំណុចណាអ្នកអាចនិយាយនៅក្នុង comment ខាងក្រោមបាន and thank you for watching this lesson I hope you learned new vocabulary and improve your English today and please like share and subscribe for more English lesson អរគុណសម្រាប់អ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះពីដើមដល់ចប់ចឹងបើសិនមានកំហុសខុសឆ្គងត្រង់ណាអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមបានអរគុណច្រើនជួបគ្នានៅ